សួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាប្លុកខ្ញុំដែលខ្ញុំបានទៅលេងភ្នំខ្ទង់ផ្សារកាលពីថ្ងៃទី24 25បាទហើយព្រឹកឡើងក៏យើងជួបជុំគ្នានៅពេទ្យដល់កុមារជាតិប៉ុន្តែដោយសារតែយើងអត់បានថតឥឡូវក៏យើងកាត់មកដល់វគ្គជិះគោយន្តតែសហគមន៍ក៏យើងអត់បានថតដែរបាទហើយលឿនដោយសារតែអត់មាននាទីយើងកាត់មកដល់វគ្គឡើងភ្នំម្ដងបាទអ្នកឡើងសិតអ្នកតស៊ូឯបាទមើលម្នាក់ខំប្រឹងមែនតែនដើរ4-5 ម៉ោងទាំងឈឺទាំងជាគឺខំប្រឹងទាំងអស់គ្នាបាទមុខម្នាក់ហត់ប៉ុន្តែហត់បែបសុខបាន 2% ណាហើយផ្លូវដោយសារតែអត់ភ្លៀងអំណោយផលមួយទៀតគឺមេឃអត់ក្តៅធ្វើឲ្យយើងស្រស់ស្រាយទាំងអស់គ្នាហើយក៏ឡើងមកដល់បានសម្រាប់ហើយបាទមកដល់គឺថាទេសភាពធ្វើឲ្យបាត់ទុកកង្វល់រកការនៅហត់ទាំងអស់គឺបាត់សូនអស់លេងហ្មងហើយគឺស្អាតមែនតែនបាទហើយបន្ទាប់ពីយើងទុកឲ្យបានហើយយើងដឹងកន្លែងតង់ហើយគឺយើងនាំគ្នាចុះទៅងូតទឹកជ្រោះបាទទឹកជ្រោះស្អាតមែនតែនបាទអញ្ចឹងហើយបងប្អូនគួរតែមកលេងឲ្យបានម្ដងក្នុងមួយឆាកជីវិតនេះផងដែរបាទហើយនេះគឺជាការធ្វើដំណើរទៅងូតទឹកជ្រោះបាទហើយនេះមុខអ្នក enjoy បាទអើយឡើងទៅក្តៅក៏ក្តៅហត់ក៏ហត់ហើយក៏យើងធ្វើដំណើរមកដល់ទឹកជ្រោះហើយបាននេះគឺកន្លែងទឹកធ្លាក់យើងមកមុជទឹកជ្រោះហ្នឹងបាទហើយអ្នកនឹងគឺច្រើនមកមុជទឹកព្រោះអីនៅពេលដែលងូតទឹកគឺថាទៅជាក់មែនតែនបាទយើងបន្ទាប់ពីងូតទឹកហើយយើងដើរទៅលេងភ្នំខ្នងភ្នំសំពៅម្ដងបាទនេះគឺថាស្មៅស្អាតស្រស់ខៀវខ្ចីស្អាតមែនតែនបាទធ្វើឲ្យអារម្មណ៍នេះស្រស់ស្រាយសប្បាយចិត្តហើយយើងឡើងទៅលើមើលមកក្រោមវិញធ្វើឲ្យភ្នែកយើងមានអារម្មណ៍ថាស្រស់ស្រាយនេះហើយគឺជាទស្សនវិជ្ជានៅខាងក្រោមបាទឃើញសសតូចនេះមិនមែនសត្វជាមសត្វគួយបាទគឺជាមនុស្សបាទហើយតង់បោះច្រើនមែនតែនហើយខ្ញុំក៏បានកាន់តុងជាតិកម្ពុជាយើងឡើងទៅដល់លើផងដែរបាទនេះហើយគឺជាសកម្មភាពខ្ញុំរត់នៅលើភ្នំខ្នងសំពៅបន្ទាប់ពីយើងរត់លើខ្នងភ្នំសំពៅនឹងហើយក៏យើងត្រឡប់មកតង់យើងវិញយើងញ៉ាំអាហារពេលងាយជាជាជួបជុំគ្នាហើយនេះគឺជាសកម្មភាពយើងងើបម៉ោង 4 ព្រឹកទៅខ្នងផ្សារដើម្បីទៅមើលថ្ងៃរះនិងពពកហើយអ្នកទៅគឺច្រើនមែនទែនមើលធ្វើដំណើរមកគឺភ្លើង7ចាំងមកហោហែតែម្ដងបាទគឺឡើងឆ្ងាយដាច់កតុយភ្នែកតែម្ដងអ្នកធ្វើដំណើរដើរមកបាទហើយបន្ទាប់ពីទៅដល់ភ្នំក្នុងផ្សារហើយគឺថាទេសភាពពិតជាស្អាតមែនទែនបាទមើលស្បែកជើងខ្ញុំសិតតែដីហើយនេះគឺជាសកម្មភាពចាំមើលថ្ងៃរះថ្ងៃមកក្រហមហើយបាទហើយខាងនោះគឺជាសមុទ្រពពកសល្អមែនតែនបាទឡើងល្អពិបាកក្នុងពរនីបាទនេះថ្ងៃចាប់ដើមរះតិចហើយនេះគឺជាសម្រាប់ការពេលព្រឹកព្រលឹមគឺថាទេសភាពស្អាតមែនតែនបាទអញ្ចឹងហើយសូមបងប្អូនជួយមកលេងទាំងអស់គ្នានិយាយទៅពេលយើងឡើងមកគឺរៀងហត់បន្តិចតែដោយសារតែឥឡូវយើងមានម៉ូតូឌុបជិះអ្នកចង់ជិះម៉ូតូក៏ជិះទៅអត់អីទេគឺសហគមន៍គាត់ជូនមកដល់លើក្នុងផ្សារតែម្ដងតែគ្រាន់តែចំណាយលុយនេះគឺជាបងប្អូនយើងទាំងអស់គ្នាបាទហើយកាហ្វេមួយកែវនេះថ្លៃណាស់យកទៅផឹកដល់លើភ្នំក្នុងផ្សារហ្នឹងបាទហើយនេះបន្ទាប់ពីយើងមើលថ្ងៃលិចហើយគឺយើងចុះមកវិញអត់បានថតថ្ងៃលិចឲ្យបងប្អូនមើលទេបាទគឺយើងដើរចុះមកវិញហើយដើរចុះមកគឺអារម្មណ៍ស្រស់ស្រាយស្រស់ថ្លាមែនតែនបាទបន្ទាប់ពីយើងចុះមកវិញហើយគឺយើងធ្វើដំណើរមួយព្រោះយឺតអញ្ចឹងព្រោះដើម្បីកុំឲ្យឈឺសាច់ដុំបាទព្រោះមិនសមយើងឡើងមកគឺហត់មួយសាហើយអញ្ចឹងហើយថ្ងៃនេះគឺដើរឆ្ងាយហើយយើងត្រៀមកម្លាំងទុកសម្រាប់ពេលចុះទៅវិញទៀតបាទហើយបន្ទាប់ពីយើងចុះមកវិញឥឡូវយើងបានមកដល់ក្រមផុតទេសគមហើយគឺយើងមកលេងនៅទេទឹកពុះយើងឈានចូលទេទឹកពុះនៅកំពង់ស្ពឺបាទហើយប្លុកយើងក៏មានប៉ុណ្្នឹងដែរនេះហើយគឺជាសកម្មភាពយើងជិះលើឡានត្រឡប់មកភ្នំពេញវិញបាទហើយសូមបងប្អូនស្ដាប់សំឡេងដើមដូចតទៅ